ព្រះកងទ័ពកម្ពុជាយើងទាំង18រូបត្រូវបានចាប់ខ្លួនដោយយោធាថៃហើយករណីនេះមិនត្រឹមតែជាបញ្ហានយោបាយប៉ុណ្ណោះទេក៏ប៉ុន្តែក៏ជាបញ្ហាផ្លូវច្បាប់អន្តរជាតិក៏ដូចជាបញ្ហាមនុស្សធម៌ផងដែរបើយើងមើលករណីនេះពាក់ព័ន្ធនឹងការចាប់ខ្លួនជាពិសេសឃុំខ្លួននៅពេលដែលបាត់ចុះបាញ់ត្រូវបានចូលជាធរមានហើយលែងមានការផ្ទុះប្រដាប់អាវុធអ្វីទៀតនៅលើពិភពលោកទាំងមូលគឺហើយច្បាប់អន្តរជាតិបានកំណត់យ៉ាងច្បាស់ថារដ្ឋមានកាតព្វកិច្ចត្រូវដោះលែងយុទ្ធជនក៏ដូចជាជនដែលត្រូវបានចាប់ឃុំខ្លួននោះឲ្យរួចមានសេរីភាពហើយធ្វើមាតុភូមិនិវត្តន៍ភ្លាមដោយឥតមានពជាពេលហើយឥតមានលក្ខខណ្ឌហើយជាក់ស្ដែងអ្វីដែលដូចយើងបានជ្រាបទាំងអស់គ្នាកន្លងមកយើងមានកិច្ចព្រមព្រៀងស្ដីពីបទចម្បាញ់ដែលប្រមុខរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលថៃកាលពីថ្ងៃទី28កក្កដាឆ្នាំ2025កន្លងទៅនេះនៅទីក្រុងកូឡាឡាំពូប្រទេសម៉ាឡេស៊ីបានចុះកិច្ចព្រមព្រៀងបទចម្បាញ់ដើម្បីបញ្ឈប់រាល់ជលុះប្រដាប់អាវុធនៅតាមជួរបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរដែលចូលជាធរមាននៅពាក់កណ្ដាលយប់ថ្ងៃទី28ខែកក្កដាហើយកំណត់ដាក់លក្ខខណ្ឌបន្តទៀតថាតាមយុទ្ធភូមិភាគនីមួយៗនៅថ្ងៃបន្ទាប់នឹងជួបគ្នាពិភាក្សាដើម្បីសម្រួលកិច្ចការបន្តទៀតផ្ទុយទៅវិញយើងឃើញទាំងអស់គ្នានៅព្រឹកថ្ងៃ29ព្រលឹមស្រាងទាហានកម្ពុជាយើង22រូបត្រូវបានទាហានថៃចាប់ខ្លួននៅក្នុងនោះមានម្នាក់បានរត់គេចខ្លួនដោយជោគជ័យម្នាក់ត្រូវបានស្លាប់ហើយ2នាក់ត្រូវបានដោះលែងដោយក្រោមមូលហេតុសុខភាពរហូតមកដល់ថ្ងៃនេះព្រះកងទ័ពរបស់យើងទាំង13រូបនៅពុំទាន់ទទួលបានការដោះលែងនៅឡើយទេទោះបីជាមានការព្យាយាមជំរុញអំពាវនាវក៏ដូចជាកិច្ចខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីឲ្យថៃដោះលែងប៉ុន្តែថៃនៅតែមិនគោរពកាតព្វកិច្ចដែលមានជាអន្តរជាតិដូចជាក្រមមូលហេតុមនុស្សធម៌ទោសឡើយបើយើងបន្តទៅមើលសំណួរសួរបន្តទៀតថាតើថៃមានកាតព្វកិច្ចដោះលែងទាហានឬក៏វីរៈកងទ័ពយើងទាំង13រូបដែរឬទេមុននឹងឆ្លើយសំណួរនេះបានយើងក៏ត្រូវតែសិក្សាអំពីបុគ្គលភាពគតិយុត្តនៅពេលដែលទាហានរបស់យើងត្រូវបានថៃចាប់ខ្លួនករណីនេះយើងអាចវិភាគទៅលើសេណារីយ៉ូចំនួន2ទី1អាចបុគ្គលភាពរបស់គាត់ត្រូវបានក្រមច្បាប់អន្តរជាតិអាចចាត់ជាអាចកំណត់ជាហៅថាចំណាត់ខ្មាំងឆ្លើយសឹកសំទោសចំណាត់ខ្មាំង hostage ឬករណីមួយទៀតសេណារីយ៉ូមួយទៀតអាចជាឆ្លើយសឹកឬក៏ prisoner of war ហេតុអីបានយើងចាំបាច់ត្រូវបែងចែកករណីទាំងពីរនេះពីព្រោះវាមានលក្ខណៈខុសប្លែកគ្នាដោយចំពោះឆ្លើយសឹកបានកំណត់នៅក្នុងមាត្រា34ក៏ដូចជាមាត្រា3ទូទៅរបស់អនុសញ្ញាទីក្រុងហ្សឺណែវទី4ស្តីពីការការពារជនស៊ីវិលបានចែងយ៉ាងច្បាស់ថារាល់ការចាប់ចំណាត់ខ្លាំងគ្រប់បែបយ៉ាងគឺត្រូវបានហាមឃាត់មាត្រាទី1នៃអនុសញ្ញាអន្តរជាតិស្តីពីការប្រឆាំងទៅនឹងការចាប់ចំណាត់ខ្មាំង International Convention Against Hostage Takings មាត្រា1ក៏បានកំណត់ឲ្យហាមឃាត់រាល់ការចាប់បុគ្គលណាមួយដើម្បីជាធ្នូដាក់លក្ខខណ្ឌឲ្យរដ្ឋមួយទៀត
ត្រូវបំពេញតាមលក្ខខណ្ឌរបស់ខ្លួនហើយការចាប់បែបនោះគឺគេដាក់និយមន័យថាជាការចាប់ចំណាត់ខ្មាំងហើយជាអំពើដែលហាមឃាត់ក្រមច្បាប់អន្តរជាតិប្រទេសថៃគឺជាហត្ថលេខីក៏ដូចជាសមាជិកនៃសិទ្ធិសញ្ញាទាំងអស់នេះហើយបើយើងមើលស្ថានភាពជាក់ស្ដែងថៃមិនត្រឹមតែបានចាប់ទាហានរបស់យើងនៅពេលដែលលែងមានការបាញ់បោះទេក៏ប៉ុន្តែថែមទាំងដាក់លក្ខខណ្ឌឲ្យកម្ពុជាអនុវត្ត1 2 3ជាដើមដែលទាំងអស់នេះគឺចូលនិយមន័យថាជាហៅថាចំណាត់ខ្មាំងករណីទី2បើយើងអាចសន្មតថាឥឡូវទាហានរបស់យើងដែលត្រូវបានចាប់ខ្លួនទាំង18រូបហ្នឹងជាឆ្លើយសឹក prisoner of war តើប្រទេសថៃមានកាតព្វកិច្ចអ្វីច្បាស់ណាស់គឺនៅក្នុងមាត្រា118នៃអនុសញ្ញាទីក្រុងហ្សឺណែវទី3ដែលចែងអំពីការការពារឆ្លើយសឹកបានដាក់កំណត់ជាកាតព្វកិច្ចដល់រដ្ឋត្រូវដោះលែងដោយឥតមានពន្យាពេលរាល់ឆ្លើយសឹកដែលត្រូវបានឃុំខ្លួនទាំងអស់នៅពេលដែលលែងមានហៅថាចំនួនប្រដាប់អាវុធអញ្ចឹងនៅពេលដែលកំភ្លើងលែងបាញ់ការដោះខ្លួនការឃុំខ្លួនក៏មិនត្រូវអាចមានដែរហើយការដោះលែងនេះមិនមែនជាសិទ្ធិសម្រេចរបស់ប្រទេសថៃនោះទេប៉ុន្តែជាកាតព្វកិច្ចបានន័យថាថៃអត់អាចដាក់លក្ខខណ្ឌអត់អាចមកតថ្លៃអត់អាចមកចរចាថាត្រូវគួរដោះលែងឬមិនដោះប៉ុន្តែជាកាតព្វកិច្ចក្រោមច្បាប់អន្តរជាតិតែសហគមន៍អន្តរជាតិទាំងអស់ហើយតុលាការគេកំពុងគាត់ប្រើត្រូវមើលកន្លែងហ្នឹងតែគាត់ត្រូវដោះលែងអត់មានវិជាពេលទេហើយបើយើងសរុបសន្និដ្ឋានមកទោះបីថាទៅក្នុងស្ថានភាពមួយណាក៏ដោយមិនថាជាចំណាត់ខ្មាំង hostage ឬក៏ជា prisoner of war ឬក៏ជាហៅថាឆ្លើយសឹកប្រទេសថៃមានកាតព្វកិច្ចត្រូវដោះលែងទាហានវរៈកងទ័ពទាំង13រូបរបស់យើងត្រឡប់ហើយធ្វើមាតុភូមិនិវត្តន៍ត្រឡប់មកកម្ពុជាវិញពាក់ព័ន្ធនឹងកាតព្វកិច្ចនេះដែលមានចែងនៅក្នុងច្បាប់នឹងអនុសញ្ញាទាំង3ដែលបានរៀបរាប់មកនេះមិនត្រឹមតែជាបញ្ញត្តិច្បាប់ដែលបានចែងក៏ប៉ុន្តែការអនុវត្តជាក់ស្ដែងតុលាការយុត្តិធម៌អន្តរជាតិក៏ដូចជាតុលាការដោះស្រាយវិវាទរវាងរដ្ឋក៏ធ្លាប់ចេញសាលក្រមប្រកបឲ្យរដ្ឋធ្វើការដោះលែងដែរហើយជាក់ស្ដែងនៅឆ្នាំ1980នៅក្នុងសាលក្រមសំណុំរឿងរវាងសហរដ្ឋអាមេរិកនិងប្រទេសអារ៉ង់តុលាការយុត្តិធម៌អន្តរជាតិបានចេញសារក្រមឲ្យបានបញ្ជាក់ច្បាស់ថារាល់ការឃុំខ្លួនមនុស្សដើម្បីជាថ្នូរនឹងអ្វីមួយការឃុំខ្លួនបែបនោះត្រូវបានចាត់ទុកថាជាការបំពានកាតព្វកិច្ចអន្តរជាតិ internationally wrongful acts ដែលនឹងនាំឲ្យរដ្ឋមានការទទួលខុសត្រូវក្រោមច្បាប់អន្តរជាតិជាងករណីហ្នឹងកម្ពុជាយើងបើថារឿងធ្ងន់ធ្ងរក៏យើងអាចប្តឹងប្រទេសថៃទៅតុលាការយុត្តិធម៌អន្តរជាតិបានដែរពីព្រោះនៅក្នុងបញ្ញត្តិស្ដីពីគេហៅអនុសញ្ញានៅក្នុងអនុសញ្ញាអន្តរជាតិស្ដីពីការប្រឆាំងទៅនឹងការហាមមិនឲ្យមានការចាប់ចំណាត់ខ្មាំង International Convention Against Hostage Taking នៅក្នុងមាត្រានៅក្នុងអនុសញ្ញានោះក៏បានកំណត់យន្តការដោះស្រាយវិវាទដែលរដ្ឋអាចប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិបានដែរឧទាហរណ៍មួយទៀតនៅក្នុងឆ្នាំ2003ក្នុងសេចក្តីសម្រេចក្នុងរឿងរវាងប្រទេសអេរីត្រីជាមួយអេធីអូពៀគណៈកម្មការដោះស្រាយវាក៏បានចេញសេចក្តីសម្រេចមួយដែរថាការពន្យាពេលក្នុងការធ្វើមាតុភូមិនិវត្តន៍របស់ឆ្លើយសឹក
ទោះបីជាមានភាពតានតឹងក៏ដោយបើในស្ថានភាពលេងមានបាញ់គ្នាប៉ុន្តែតានតឹងដូចខ្មែរមួយថៃហ្នឹងអ្វីត្បិតតែយើងលេងបាញ់គ្នាទៅតាមបន្តព្រំដែនវាតែវាមានភាពតានតឹងបន្តហើយកិច្ចព្រមព្រៀងបាត់ភ្ជាប់បាញ់មានលក្ខណៈផុយស្រួយប៉ុន្តែស្ថានភាពតានតឹងទាំងអស់ហ្នឹងក៏ដូចជាភាពផុយស្រួយនៃកិច្ចព្រមព្រៀងបាត់ភ្ជាប់បាញ់ហ្នឹងមិនមែនជាមូលដ្ឋានដើម្បីឲ្យរដ្ឋមួយទៀតហ្នឹងបន្តឃុំខ្លួនឆ្លើយសឹកទេគឺការបន្តឃុំខ្លួនឆ្លើយសឹកក្នុងស្ថានភាពបែបនោះគឺជាអំពើខុសច្បាប់ហើយយើងមានសេចក្តីសម្រេចពីរអញ្ចឹងសរុបសេចក្តីមកបើលេងមានបាត់ជប់បាញ់បើលេងមានការបាញ់ចំនួនប្រដាប់អាវុធនៅសមរភូមិទៀតនោះទាហានដូចជាទាហានដែលបានឃុំខ្លួនអស់នឹងត្រូវបានដោះលែងភ្លាមដែលជាកាតព្វកិច្ចហើយជាថ្មីម្ដងទៀតការដោះលែងនេះមិនមែនជាសិទ្ធិរបស់ប្រទេសថៃជាកាតព្វកិច្ចរបស់ប្រទេសថៃហើយក្រៅពីផ្លូវច្បាប់ក៏យើងត្រូវពិចារណាទៅលើស្ថានភាពមនុស្សធម៌ព្រោះក្រៅពីបងប្អូនវរៈកងទ័ពរបស់យើងទាំង13រូបក៏មានពីក្រោយគាត់ក្រុមគ្រួសាររបស់គាត់ទាំង13គ្រួសារម្ដាយឪពុកប្រពន្ធកូនដែលរងការជឿចាប់ទន្ទឹងចាំផ្លូវរបស់កូនរបស់ប្តីរបស់ពុករបស់ពួកគាត់ហើយបងប្អូនប្រជាពលរដ្ឋខ្មែរយើងទូទាំងប្រទេសក៏រួមទាំងខ្ញុំផងដែរគឺយើងទាំងអស់គ្នាទន្ទឹងរង់ចាំផ្លូវនៃការវិលត្រឡប់មកវិញរបស់បដិកងតបរបស់យើងហើយការទៀមទារបស់យើងការអំពាវនាវរបស់យើងគឺយើងធ្វើដោយសន្តិវិធីយើងអត់ទៅប្រើមធ្យោបាយដែលបកនាំឲ្យមានចំនួនប្រដាប់អាវុធទេគឺយើងព្យាយាមអត់ធ្មត់ហើយបន្តថាទៀមទាឲ្យមានការដោះលែងបដិកងតបរបស់យើងមកវិញប្រកបដោយសន្តិវិធីហើយក្រៅពីនេះបើយើងក៏លេចមកមើលការដោះស្រាយរបស់កម្ពុជាយើងជាពិសេសក្រោមការដឹកនាំរបស់សម្ដេចតេជោសម្ដេចធិបតីយើងសង្កេតឃើញថាកម្ពុជាយើងបានធ្វើការដោះស្រាយបញ្ហាឃុំខ្លួនរយៈកងទ័ពយើងនេះគឺដោះស្រាយប្រកបដោយការទទួលខុសត្រូវខ្ពស់មានអភិក្រមច្បាស់លាស់ដោះស្រាយបែបស្ងប់ស្ងាត់ប៉ុន្តែមិននៅស្ងៀមហេតុអីបានខ្ញុំលើកឡើងបែបនេះការទទួលខុសត្រូវខ្ពស់គឺលោកថ្នាក់ដឹកនាំប្រមុខថ្នាក់ដឹកនាំលោកយកចិត្តទុកដាក់ខ្ពស់ទៅលើសុខសុវត្ថិភាពរបស់បងប្អូនទាហានទាំង18រូបតាមរយៈការហើយមិនត្រឹមតែបងប្អូន18រូបប៉ុន្តែក្រុមគ្រួសារគាត់ផងដែរក្រៅពីចេញយន្តការធ្វើការជាមួយនឹងស្ថាប័នអន្តរជាតិរួមមានកាកបាទក្រហមអន្តរជាតិស្ថាប័នសិទ្ធិមនុស្សប្រទេសជាមិត្តយន្តការជាតិនិងអន្តរជាតិវេទិកាអន្តរជាតិនានាមិនថាតាមវេទិការបស់រដ្ឋាភិបាលទ្វេភាគីឬក៏យន្តការសភាតែងតែមានការលើកឡើងនៅបញ្ហានេះទាមទារឲ្យមានការមុននឹងដោះលែងគឺត្រូវធានាសុខសុវត្ថិភាពសុខុមាលភាពរបស់វរៈកងទ័ពយើងទាំង13រូបនិងទាមទារឲ្យមានការដោះលែងជាបន្ទាន់ហើយក្រៅពីយន្តការទាំងអស់នោះក៏មានអ្នកដឹកនាំសម្ដេចធិបតីលោកក៏បានជួបជាមួយនឹងក្រុមគ្រួសាររបស់បងប្អូនវរៈកងទ័ពទាំង13គ្រួសារនៅវិមានសន្តិភាពដើម្បីផ្ដល់ភាពកក់ក្ដៅជម្រាបអំពីកិច្ចខិតខំប្រឹងប្រែងក៏ដូចជាបច្ចុប្បន្នភាពនៃស្ថានភាពរបស់ក្រុមគ្រួសារពួកគាត់ដើម្បីសម្រាលកង្វល់របស់ពួកគាត់បញ្ហាផ្លូវចិត្តជាដើមហើយក្រៅពីកិច្ចការទាំងអស់នោះថ្នាក់ដឹកនាំលោកក៏បានប្រកាសបញ្ជាក់ប្រាប់បន្ថែមដែរថាលោកមានអភិក្រមច្បាស់លាស់ក្នុងការដោះស្រាយបញ្ហារួមមានការអភិក្រមទី1គឺធ្វើយ៉ាងណារៀបរៀងអត់ឲ្យបញ្ហាហ្នឹងរីករាលដាលទៅបញ្ហាដទៃទៀតហើយការបន្តក្រោយពីយើងរៀបរៀងក្រោយពីថ្នាក់ដឹកនាំលោកចេញអភិក្រមរៀបរៀងហើយក៏ព្យាយាមដោះស្រាយបញ្ហានោះបន្តទៀត
ហើយបើយើងមើលសកម្មភាពរបស់កម្ពុជាយើងគឺទោះបីជាថៃព្យាយាមចាប់ឃុំខ្លួនប្រើប្រាស់ការឃុំខ្លួនដោយហើយតាមអំពើអមនុស្សធម៌ហើយប្រើប្រាស់ពន្ធសម្លេងឬក៏ប្រើប្រាស់រូបភាពវិធានការផ្សេងដើម្បីចង់ឲ្យយើងទៅតបមួយគាត់ហើយអំពើទាំងអាក្រក់ក៏ដោយប៉ុន្តែកម្ពុជាយើងអត់ដែលឆ្លើយតបជាមួយអំពើអាក្រក់នេះដោយប្រសាសន៍សម្ដេចហ៊ុនសែនសម្ដេចតេជោលោកបានបញ្ជាក់ចឹងបើថាគេខុសយើងមិនទៅប្រកួតប្រជែងខុសជាមួយគេតែនេះបង្ហាញអំពីការឈរទៅលើគោលការណ៍ឈរលើគោលការណ៍ច្បាប់ឈរលើគោលការណ៍បានន័យថាសេចក្តីថ្លៃថ្នូរក៏ដូចជាសន្តិភាពការអត់ធ្មត់ខ្ពស់ក្នុងការដោះស្រាយបញ្ហាហើយបើយើងក៏លេចមើលករណីនេះហើយយើងសម័យទាំងអស់គ្នាប្រសិនបើយើងនាំគ្នាលើកតបទៅវាយថៃហើយដើម្បីដោះលែងរំដោះបងប្អូនវីរៈកងទ័ពយើងទាំង13នាក់មកវិញថៃវានឹងអាចប្រើលេសហ្នឹងហើយយើងនឹងធ្លាក់ចូលអន្ទាក់របស់ថៃតែថៃនឹងប្រើលេសហ្នឹងដើម្បីបន្តឃុំខ្លួនបន្តធ្វើបាបវីរៈកងទ័ពរបស់យើងទាំង13រូបហើយមិនត្រឹមតែវីរៈកងទ័ពរបស់យើងទាំង13រូបបន្តជាប់ឃុំឃាំងប៉ុន្តែនឹងមានបងប្អូនវីរៈកងទ័ពផ្សេងទៀតអាចនឹងបាត់បង់ជីវិតបញ្ហាសេដ្ឋកិច្ចរបស់បងប្អូននៅតាមបន្ទាត់ព្រំដែនអាយុជីវិតទ្រព្យសម្បត្តិនានាក៏ត្រូវបំផ្លាញអញ្ចឹងថ្នាក់ដឹកនាំយើងលោកបានជ្រាបច្បាស់ណាស់គឺលោកមិនឲ្យកម្ពុជាយើងធ្លាក់ចូលអន្ទាក់របស់ថៃទោះគេព្យាយាមដាក់អន្ទាក់ប៉ុណ្ណាក៏ដោយចំពោះករណីដែលថៃយោធាថៃចេញប្រកាសក្តែងជាសាធារណៈថាកម្ពុជាត្រូវអនុវត្តលក្ខខណ្ឌ1លក្ខខណ្ឌ2លក្ខខណ្ឌ3លក្ខខណ្ឌ4ជាថ្នូរនឹងការដោះលែងវីរៈកងទ័ពយើងទាំង13រូបករណីបែបនេះបានន័យថាវាលែងជាករណីឆ្លើយសឹកទៀតហើយបានន័យថាយកមនុស្សជាថ្នូរនឹងកតបកិច្ចក៏ដាក់សម្ពាធឲ្យប្រទេសយើងធ្វើតាមការទាមទាររបស់ថៃគេលែងហៅជាការឃុំខ្លួនឆ្លើយសឹកទៀតហើយវាទៅជាការចាប់ចំណាត់ខ្មាំងដោយគេចាប់ចំណាត់ខ្មាំងនៅរឿងកាសាអញ្ចឹងវាទៅជាចំណាត់ខ្មាំងហើយចំណាត់ខ្មាំងហ្នឹងគឺជាអំពើដែលច្បាប់អន្តរជាតិហាមឃាត់អញ្ចឹងអ្វីដែលថៃកំពុងតែធ្វើនេះគឺដើរប្រកាសគ្រប់គ្នាប្រកាសទៅពិភពលោកថាគាត់នឹងកំពុងតែខុសច្បាប់ហើយផោះតាំងមានគ្រប់គ្រាន់ហើយថៃកាន់តែលងខ្លួនកាន់តែជ្រៅទៅនៅក្នុងសំណាញ់ច្បាប់ហើយអញ្ចឹងយើងមានតែបន្តធ្វើមិនចងក្រងរាល់ផោះតាំងរាល់ការប្រកាសរបស់គាត់ទាំងអស់រក្សាផោះតាំងទាំងអស់ហ្នឹងហើយសកម្មភាពរបស់ថៃគឺបានខ្លាយទៅជាការយកមនុស្សចាប់ចំណាត់ខ្មាំងវីរៈកងទ័ពយើងជាចំណាត់ខ្មាំងបើជាធ្នូនឹងការទាមទារផ្នែកនយោបាយឬក៏ទាមទារលក្ខខណ្ឌផ្សេងអញ្ចឹងការឃុំខ្លួនហ្នឹងត្រឡប់មកវិញវាមិនមែនជាការតថ្លៃជាសិទ្ធិរបស់គាត់អាចមកតថ្លៃទេចង់បានចេះចង់បានចោះដើម្បីដោះលែងប៉ុន្តែផ្ទុយទៅវិញវាជាកាតព្វកិច្ចរបស់គាត់បើគាត់រត់ធ្វើអន្តរជាតិទាំងមូលគេនឹងមើលហើយគាត់ថាលែងមានបាញ់គ្នាលែងមានអីទៀតហើយគាត់កាតព្វកិច្ចគឺសាមញ្ញត្រូវតែដោះលែងខាន់ចប់គឺអត់មានទៅនិយាយគ្នាច្រើនគឺជាកាតព្វកិច្ចទៅដល់អញ្ចឹងតើយើងគួរធ្វើអីបន្តទៀតចំពោះករណីដែលថៃនៅតែបន្តឃុំខ្លួនបន្តដាក់លក្ខខណ្ឌយើងត្រូវបន្តក្នុងនាមជាមហាគ្រួសារខ្មែរតែបន្តសាមគ្គីគ្នាដោះស្រាយបញ្ហានេះដើម្បីតាមរយៈការសាមគ្គីគ្នាដោះស្រាយដោយផ្អែកលើច្បាប់ដោះស្រាយដោយផ្អែកទៅលើការអត់ធ្មត់ហើយបន្តគ្រប់គ្រងផលិតផលជាតិដើម្បីជាខឿនការពារជាតិសំខាន់រយៈពេលវែងដោយប្រសាសន៍សម្ដេចតេជោលោកមានប្រសាសន៍ពីដើមកន្លងមកហើយបន្តគ្រប់គ្រងបន្តជឿទុកចិត្តទៅលើរាជរដ្ឋាភិបាលទៅលើប្រមុខរាជរដ្ឋាភិបាលថ្នាក់ដឹកនាំទាំងអស់ហើយគ្រប់គ្រងទៅដល់ក្រុមគ្រួសាររបស់វីរៈកងទ័ពរបស់យើងហើយបន្តគោរពច្បាប់និងសេចក្តីថ្លៃថ្នូរជាប្រទេសមួយដែលមានសេចក្តីថ្លៃថ្នូរមានអរិយធម៌ខ្ពស់កុំឲ្យយើងធ្វើដោយប្រទេសថៃថ្មីទៅជាប្រទេសដែលមានប៉ុន្តែដោយមិនមានសិលធម៌មិនមានអីទាំងអស់ហើយ
មានតែយើងធ្វើបែបហ្នឹងទេតែយើងអាចឈ្នះបានឈ្នះទៅលើត្រីឥឡូវយើងឈ្នះហើយយើងឈ្នះច្រើនណាស់តាំងពីបានកិច្ចព្រមព្រៀងបច្ចុប្បន្នឥឡូវយើងបានកិច្ចព្រមព្រៀងសន្តិភាពទៀតហើយយើងបានការទូស្គាល់ពីអន្តរជាតិហើយពិភពលោកគេកំពុងតែមើលមកកម្ពុជាយើងតើប្រទេសតូចមួយនេះដោះស្រាយបញ្ហានៃការចាប់ទាហានឬក៏ដោះស្រាយចំនួនមួយថៃយើងដោះស្រាយមិនហើយវាឃើញភាពច្បាស់ណាស់រហងៃនេះរយៈពេលប្រហែលខែនេះគឺពិភពលោកគេបានឃើញច្បាស់ណាស់ថាកម្ពុជាគឺកំពុងតែឈរទៅលើច្បាប់ឈរទៅលើសន្តិភាពឈរទៅលើការអត់ធ្មត់និងសេចក្តីថ្លៃថ្នូរនៅក្នុងការដោះស្រាយវានៅក្នុងការដោះស្រាយបញ្ហាដែលផ្ទុយពីថៃតែឈរទៅលើគេហៅថាអំពើហិង្សាភាពអមនុស្សធម៌ឈរទៅលើហៅថាអំពើអាក្រក់នៅក្នុងការដោះស្រាយបញ្ហាហើយកម្ពុជាយើងអត់មានសុំអីច្រើនទេយើងសុំត្រឹមតែដោះលែងប្រជាជនសុំកម្ពុជាយើងអត់មានសុំអីច្រើនទេយើងសុំតែដោះលែងទាហានបរិយាកងទ័ពរបស់យើងមកវិញដើម្បីផ្ដល់នូវសិទ្ធិសេរីភាពយុត្តិធម៌ជូនពួកគាត់ក៏ដូចជាក្រុមគ្រួសារពួកគាត់ជាពិសេសក៏សេចក្តីថ្លៃថ្នូរសម្រាប់កម្ពុជាយើងទាំងមូលដែរ